សួស្តីខ្ញុំខាន់ទេវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ VI VIM ហើយនឹង Nano នៅក្នុង ZenS ដំបូងខ្ញុំបើក VMware ខ្ញុំហើយខ្ញុំមាន2 user អញ្ចឹងខ្ញុំ log out ចូលក្រៅគឺ password ហ្នឹងគឺ password របស់ root អញ្ចឹងពេលដែលយើងវាយ password ចូលហើយខ្ញុំនឹងធ្វើការ enter ចូលអញ្ចឹងបន្ទាប់ពី enter ចូលហើយខ្ញុំចូល terminal ចឹង comment ខាងលើហ្នឹងគឺខ្ញុំគ្រាន់តែសាកសិនឯមាន ls ហ្នឹងខ្ញុំ search file ហើយ su isu ហ្នឹងគឺ switch user គឺ user ដែលខ្ញុំបាន log ចូលហ្នឹងហើយបន្តមកខ្ញុំក៏ switch មក root វិញចឹងខ្ញុំចង់បង្កើត file មួយគឺ mkdir ហើយខ្ញុំដាក់ឈ្មោះ mgl ចឹងខ្ញុំ ls ម្ដងទៀតគឺខ្ញុំចង់មើល file directory ដែលខ្ញុំបានបង្កើតហ្នឹងគឺមានឈ្មោះថា mgl ចឹងខ្ញុំនឹងចូលទៅបង្កើត file មួយដែលមានឈ្មោះថា ren.txt អាហ្នឹងគឺជា file ដែល empty ដែលខ្ញុំអត់មាន edit ទេចឹងខ្ញុំ comment ls ម្ដងទៀតហើយបន្ទាប់មកខ្ញុំក៏ចូល edit comment vi ហើយដាក់ឈ្មោះ file ដែលខ្ញុំបានបង្កើតមិញហ្នឹងមិញពេលយើង enter ហើយយើងអត់ទាន់អាច typing បានទេតើតែយើងចុចអក្សរ A អញ្ចឹងមានតែពាក្យ insert ទើបយើងអាច type បានអញ្ចឹងខ្ញុំចង់វាយអក្សរ A ដែលខ្ញុំចង់វាយមកហើយបន្ទាប់មកខ្ញុំធ្វើការ save ចំពោះ save កន្លែងហ្នឹងគឺខ្ញុំវាយពាក្យ W ហើយ save រួចហើយខ្ញុំ exit ទៅវិញគឺអក្សរ X ហើយ enter អញ្ចឹង VI គឺយើងបានធ្វើបានសម្រេចហើយអញ្ចឹងខ្ញុំចង់ចូលទៅមើល file ដែលខ្ញុំបាន edit ហ្នឹងគឺជោគជ័យអត់គឺខ្ញុំវាយ command cat ហើយ file ដែលខ្ញុំបានដាក់ edit ហ្នឹងនេះគឺខ្ញុំធ្វើការ update បានជោគជ័យហើយអញ្ចឹងយើងចូលមកដល់ទី2ម្ដងគឺ command vm ចង់ដឹងថា vm ហ្នឹងគឺវាធ្វើបានខ្លះអញ្ចឹងខ្ញុំធ្វើការបង្កើត file មួយដែលមានឈ្មោះថា me.txt គឺfile ជា text ចំពោះ VM ហ្នឹងគឺវាដូចតែ VI ដែរទេគ្រាន់តែ VM ហ្នឹងគឺគេបង្កើតក្រោយហើយវា better ជាង VI អញ្ចឹងខ្ញុំធ្វើការវាយដែលខ្ញុំចង់វាយហើយខ្ញុំធ្វើការ save គឺវាដូចគ្នាធ្វើ comment W ហើយនឹង exit អូខេចឹងខ្ញុំអត់ឡាយម្ដងទៀតមើល file ដែលខ្ញុំបានបង្កើតហ្នឹងចឹង comment VI ហើយនឹង VM គឺខ្ញុំបានបង្ហាញរួចហើយតែវាមានលក្ខណៈដូចតែគ្នាទេគ្រាន់តែ VM គឺវាមានលក្ខណៈថ្មីជាងហើយនឹងល្អប្រើជាង VI